Đấy sự phân ngọc này bạn này cứ chiaប្រភេទព្រះអង្គឆ្វិតមាសព្រះអង្គសារកាអ្នកដែលបានវត្ថុរបស់គ្រូទៅវាបានពីរអង្គរួមគ្នាអញ្ចឹងណាគឺមានមហិទ្ធិឫទ្ធិខ្លាំងធ្វើឲ្យជោគជ័យគ្រប់កិច្ចការងារទាំងពួងទី1ការនិយាយស្ដីទៅកាន់អ្នកតូចអ្នកធំមុខរបរអាជីវកម្មរស់ស៊ីអីគឺថាយើងនិយាយទៅកាន់ណាគឺគេស្ដាប់គេចូលចិត្តអាណិតស្រឡាញ់ចោមរមមេត្រីភាពជាមួយយើងទី2គឺថាយើងធ្វើអ្វីគេសម្របតាមយើងអ្នកជពាក់លុយគាត់តែយើងនិយាយទៅគេសងយើងមានន័យថាគេខ្លាចយើងគេគោរពយើងគេស្រឡាញ់យើងគេឲ្យតម្លៃយើងទី1គឺទី2គឺព្រះអង្គឆ្ពុនមាសព្រះអង្គឆ្ពុនមាសនេះលោកមានមហិទ្ធិឫទ្ធិផ្នែកខាងស្ដេចខាងទ្រព្យសម្បត្តិបុណ្យស័ក្តិយោស័ក្តិនិងទ្រព្យសម្បត្តិពិសេសគឺមនុស្សម្នាងបាទបើយើងបានវត្ថុនេះយកទៅគោរពអនុវត្តទៅតាមកិច្ចដែលលោកគ្រូបានប្រាប់វិញគឺថាបានដូចចិត្តដូចបំណងចឹងអ្នកដែលមានសំណាងវត្ថុពីរនេះអង្គនេះយកទៅគោរពអនុវត្តវិញគឺថាទ្រព្យសម្បត្តិបុណ្យស័ក្តិយោស័ក្តិគេឈ្មោះហើយនឹងអ្វីៗនឹងរីកចម្រើនជោគជ័យគ្រប់ភារកិច្ចហើយវត្ថុពីរអង្គនេះគឺមានមហិទ្ធិឫទ្ធិខ្លាំងអ្នកដែលគោរពបានគឺមានថ្ងៃនេះគឺចេញទៅទៀតហើយបាទ4គូ4អង្គថ្ងៃមុនទៅធ្វើ5អង្គអស់ហើយឥឡូវហ្នឹងទៅ2អង្គទៀតហើយណាហេង